một rồi bạn số đây để đọc đấy anh xem mà cha làm đây để đọc thì bây giờ là bị ởក្នុងការយករូបភាពទៅដាក់នៅក្នុង frame ចឹងនេះគឺជារូបភាពដែលខ្ញុំបាន design ហើយដំបូងជំហានដំបូងអ្នកទាំងអស់គ្នា design វាជាលក្ខណៈ file PNG គឺវាអត់មាន background ដូចជារូបនេះគឺមាន background នេះចឹងអ្នកទាំងអស់គ្នា design អត់ចឹងហើយអ្នកទាំងអស់គ្នាអាចយករូបភាពអ្នកទាំងអស់គ្នាយកមក test សិននេះគឺជារូបដែលខ្ញុំ test គឺមើលឃើញថាគឺវាអត់មានបញ្ហាទេពួករូបខ្លះនៅពេលដែលអ្នកទាំងអស់គ្នា design វាអាចនឹងអត់លេចអក្សរយើងអញ្ចឹងយើងយករូបមក test សិនអញ្ចឹងយើងឃើញថាវាលេចហើយអញ្ចឹងយកដាក់រូបនឹងចេញវិញអញ្ចឹងជំហានបន្ទាប់នៃតោះនេះត្រូវ save វាជា file PNG ជាមុនសិនអូខេអញ្ចឹងកន្លែងនេះគឺអ្នកតោះចាក់យក PNG ហើយយើង save មកតបនេះចូលមកកាន់ website នេះគឺមានឈ្មោះថា Fibonacci ឬក៏ Fibonacci ចឹងយើងចូលមកយើងមើលអាខាងលើគេនេះចឹងអ្នកចុចលើគេទៅមកអូខេយើងចុចពី start បន្តទៀតហើយកន្លែងនេះគឺវាមាន2 option ចឹងអ្នកនេះត្រូវយក option ទី1អូខេចុច get start បន្តទៀតតោះមកអ្នកនេះមើលនេះគឺជាទំហំមេដែលគេអាចឲ្យយើងប្រើបានហើយនេះគឺជា size អញ្ចឹងទៅហើយតោះមកអ្នកចុចពី upload ចុចពី upload យើងយករូបហ្នឹងចូលមកអូខេចឹងពេលយើងដាក់រូបចូលមកបានយើងចុចពី next មកហើយកន្លែងនេះគឺអ្នកនរគ្នាត្រូវតែដាក់ឈ្មោះចឹងឥឡូវខ្ញុំដាក់ឈ្មោះជាភាសាខ្មែរខ្ញុំដាក់ឈ្មោះទូយកឈ្មោះទូហើយកន្លែងនេះគឺ description ចឹងអ្នកនរគ្នាដាក់ក៏បានមិនដាក់ក៏បានហើយកន្លែងនេះគឺត្រូវតែដាក់បើសិនជាដាក់ទេគឺអ្នកនរគ្នាអាចចុចpublic បានទេចឹងកន្លែងនេះគឺខ្ញុំដាក់ water festivalអូខេអញ្ចឹងចេញបែបនេះមានន័យឈ្មោះហ្នឹងគឺត្រូវមានអ្នកគេប្រើរួចហើយអញ្ចឹងយើងអាចដាក់អញ្ចឹងមែនទេអញ្ចឹងអ្នកនរគ្នាអាចដាក់ L2 មកអូខេ public បានតទៅចេញ public មកគឺពី load បែបនេះអញ្ចឹង load បែបនេះតទៅអ្នកនរគ្នា sign in account មួយសិនឥឡូវខ្ញុំមកប្រើប្រាស់ account នៅក្នុង email តើមកយើងចុចពី net ចូលដំណើរប្រើប្រាស់ account នោះតែម្ដងអូខេអញ្ចឹងនៅពេលដែលបានហើយជាបន្តទៀតអ្នកទាំងអស់គ្នាអាច public ព្រាមឯអ្នកទាំងអស់គ្នាទៅសេរី profile សិននេះសេរី thumbnail របស់វាសិនអញ្ចឹងយើងអាចចុចពាក្យនេះមកដើម្បីយកចរ thumbnail ណាមួយដែលគេអាចប្រើប្រាស់បានឥឡូវយើងដាក់ពណ៌នេះចុះហើយយើងចុចពី adjust នេះមកអូខេអញ្ចឹងយើងសេរីរូបអញ្ចឹងយើងអាចឡើងតិចឡើងប៉ុណ្ណឹងអូខេឥឡូវខ្ញុំយកប៉ុណ្ណឹងគឺចំគ្នាអញ្ចឹងបន្តមកអ្នកទាំងនេះអាច public បានដែរអូខេឥឡូវការ public របស់អ្នកទាំងនេះជោគជ័យអញ្ចឹងជំហានបន្តទៀតអ្នកទាំងនេះអាច share ទៅកាន់ Facebook ដើម្បីឲ្យអ្នកផ្សេងហ្នឹងគេមើលឃើញដូចអ្នកទាំងគេមើលឃើញហើយគេអាចប្រើប្រាស់តាមអ្នកទាំងនេះបានដល់អញ្ចឹងយើង share ទៅកាន់ Facebook ទៅឬក៏ Twitter ណាមួយហើយចំណុចផ្សេងទៀតគឺអ្នកនេះ copy link យើងអាចបោះទៅតាម Telegram អញ្ចឹងបានហើយអញ្ចឹងបានហើយគឺជោគជ័យហើយអញ្ចឹងអ្នកនរគ្នាអាច copy អា link ហ្នឹងទៅនេះ copy link ទៅហើយយើងអាចផ្ញើឲ្យគេបានហើយ copy link ហ្នឹងមកចុចគាត់ឲ្យចុចទៅលើនេះនៅវា load មកអញ្ចឹងយើង copy link ទៅមកបោះទៅកាន់ Telegram ឬក៏ social media ណាមួយដែលអ្នកនរគ្នាចង់ឲ្យគេប្រើ